Ok កាលពីលោកមុនចឹងយើងរៀនអំពីនិយមន័យស្អីគេជា basis ហើយនិង dimension និយមន័យ basis លោកគ្រូត្រឡប់មកក្រោយវិញហ្នឹងវាត្រូវផ្ទៀងផ្ទាត់ពីរលក្ខខណ្ឌវា linearly independent ហើយនិង span បងត្រូវត្រឡប់មើលឡើងវិញ linearly independent បែបម៉េច span បែបម៉េចបន្ទាប់មកយើងមានការណែនាំអំពីcanonical basis ដែលបងត្រូវចាំអានឹងវាងាយស្រួលជាងគេអូខេ dimension ដូចគ្នានិយមន័យរបស់វាគឺជាចំនួនធាតុនៅក្នុង basis មានន័យថាបើសិនជាអានឹងជា basis នោះយើងចាប់ផ្ដើមរាប់វាទៅវាមានប៉ុន្មានធាតុអញ្ចឹង dimension ប៉ុណ្ណឹង dimension នៃ vector v គឺយើងទៅសេអញ្ចឹងអូខេបាទនេះករណីដែល m ស្មើ n m តូចជាង n m ធំជាង n អីអាហ្នឹងគឺដូចជាលោកគ្រូសង្ខេបហើយជាទូទៅអញ្ចឹងតកតងជាមួយនឹង dimension ទៀមទានៅពេលដែលបងស្គាល់ dimension ណាបងចង់ស្រាយ vector មួយវា linearly independent ឬក៏ span ឬក៏អីពេលខ្លះយើងអត់ចាំបាច់ស្រាយវា direct ទេបងចេះប្រៀបធៀបចំនួន vector ហ្នឹងគឺយើងដឹងវាតែម្ដងអូខេនៅក្នុងចំណុចបន្ទាប់នេះគឺជាការប្រៀបធៀប m មួយ n នេះហ្នឹងដែលតកតងជាមួយនឹងការស្រាយ basis ហើយនិង dimension បងចាំចេះលោកគ្រូសង្ខេបឡើងវិញព្រោះនេះជាការសង្ខេបហ្នឹងមិនមែនចំណុចថ្មីអញ្ចឹងលោកគ្រូនិយាយទៅគ្នាយើងតន់ចាំស្ដាប់តិចនៅពេលដែលបងចង់បង្ហាញថាវាជា basis បើបងបង្ហាញតាមនិយមន័យនោះបងត្រូវស្រាយ linearly independent ហើយ span ប៉ុន្តែអាហ្នឹងវាយូរជាទូទៅយើងគ្រាន់តែកណនី determinant ទេបើ determinant ខុសពី0វាជា basis តែម្ដងបើ determinant ស្មើ0វាមិនមែនជា basis ទេប៉ុន្តែ determinant ហ្នឹងវាបានមកពីណាពីព្រោះសមត្ថកម្មជួនកាលអា vector ដែលគេឲ្យហ្នឹងវាជាair carré air cube អីចឹងទៅជួនកាល vector ដែលគេឲ្យជាពហុធាតុអញ្ចឹងអាទាំងអស់ហ្នឹងសិតតែអាចសរសេរទៅជា matrix បានប៉ុន្តែបញ្ហាគឺថាពេលដែលបងចង់កណនី determinant តតាម matrix ហ្នឹង matrix carré ចុះបើវាមិនអាចសរសេរជា matrix carré បានកាលណាវាមិនអាចសរសេរជា matrix carré បានមកពី m ខុសពី n នេះអញ្ចឹងមានន័យថាអាហ្នឹងដឹងតែមិនមែនជា basis មកអានេះរំលឹកឡើងវិញអ្វីដែលបងប្រៀបធៀបចំនួន vector ជាមួយចំនួន dimension នោះបងអូខេក៏ដូចគ្នាដែរអានេះតកតងជាមួយនឹង subspace ឯងគេចង់និយាយថាបើសិនជា S ជា subspace នៃ V នោះអា dimension subspace ត្រូវតូចជាងឬស្មើ dimension vector space តែក្នុងករណី dimension វាស្មើគ្នាបងបានអា subspace ហើយនិង vector space នេះគឺវាស្មើគ្នាដែរអានឹងនិយាយអំពីលក្ខណៈនៃ dimension ឥឡូវយើងចូលដល់ចំណុចថ្មីរបស់យើងនិយាយអំពី chain basis មុននឹងចូលដល់និយមន័យ chain basis គឺយើងមាននិយមន័យ coordinate មួយសិននៅក្នុងនេះយើងមើលយើងឧបមាថាយើងមាន B ដែលមានធាតុ V មួយរហូត Vn ហ្នឹងគឺជា basis នៃ V ក៏ប៉ុន្តែនេះត្រូវថែមពាក្យ order basis ទៀតគឺជា order basis នៃ V order basis មានន័យទៅសេប្រកម្មលំដាប់ត្រូវសេ V1 មុន V2 បន្តរហូត Vn អញ្ចឹងកាលណាធាតុនឹងជា basis នោះបងយក vector V ណាមួយរបស់ vector space V ធំហ្នឹង V ហ្នឹងអាចសរសេរទៅជារាងចេះបានតែម្ដងហើយការសរសេរហ្នឹងគឺមានតែម្យ៉ាងគត់ទេបាទនិមិត្តសញ្ញានេះមានហើយចុចមួយចេះមានតែមួយគត់បើលោកគ្រូអានពីដើមឲ្យពេញវិញមានន័យថាគ្រប់ vector V របស់ V អាចសរសេរបានទៅជារាងបន្សំ linear នៃអានេះនៃ V1 រហូតដល់ Vn បានតែម្យ៉ាងគត់ឬក៏មានចំនួនថេរ C1 រហូតដល់ Cn តែមួយគត់ដែល V នឹងអាចសរសេរជាអញ្ចឹងបានតោះនេះម្ដងទៀតបើសិនជា V នឹងគឺជា vector ណាមួយរបស់ V ហើយអា V1 រហូតដល់ Vn នេះគឺជា basis នោះដឹងតែធាតុ V នឹងសរសេរបានជាអញ្ចឹងមកហើយអា C1 រហូតដល់ Cn ហ្នឹងដែលជាមេគុណពីមុខហ្នឹងយើងហៅវាថាជា coordinate នៃ vector V ធៀបគោល B តោះនេះតពីខាងលើនៅពេលដែល V បងមានមិញ V របស់យើងស្មើនឹង C1 V1 បូក C2 V2 បូករហូតដល់ Cn Vn ដែល V 1រហូតដល់ Vn ហ្នឹងគឺជា basis
ហើយ C នេះគឺជាមេគុណដែលធ្វើឲ្យសមីការនឹងផ្ទៀងផ្ទាត់នោះនិយមន័យ coordinate នៃ vector v ធៀបជាមួយនឹង order basic b គឺឲ្យដោយអា C1 រហូតដល់ Cn អានេះគឺជានិមិត្តសញ្ញារបស់វាដែលឈ្មោះយើងថ្ងៃក្រោយយើងត្រូវចាំគេហៅថា coordinate នៃ vector v ធៀបនឹង code b គឺអាមេគុណទាំងអស់នេះអាមេគុណដែលយើងរកឃើញនេះគ្រាន់តែសរសេរវាជាជួរចុះជាឧទាហរណ៍តើយើងរកវាបែបនេះបាទយើងមើលនេះឧទាហរណ៍នៅពេលនេះ v លោកគ្រូតាំងដោយ array បងដឹងហើយមាន2 coordinate អញ្ចឹងលោកតាំង v1 ស្មើនឹងអូខេបង្ហាញថា v ស្មើនឹង v1 v2 is a basis ចំពោះ v ដែលស្មើ array ហ្នឹង v រក coordinate នៃ v ធៀបជាមួយ code b ដែល v ឧទាហរណ៍ស្មើនឹងប៉ុណ្ណេះអញ្ចឹងនៅក្នុងនេះអាសំណួរ A គឺជាការរំលឹកឡើងវិញឯងបងចង់បង្ហាញថាវាជា basic យើងគ្រាន់តែធ្វើម៉េចវាមិន determinant ហើយបងដាក់ជួរ D ជួរឈរក៏បានដែរមិនយ៉ាង1 2 v1 ដក1ដក3បងកណនីទៅអានេះដក3ដក3បូក2សល់ដក1ខុសពី0អញ្ចឹងនាំឲ្យ B ហ្នឹង is a basis តោះនេះបងប្អូននឹងរំលឹកឡើងវិញតើអូខេបន្តមកទៀតសំណួរ B គេឲ្យរក coordinate នេះធៀបជាមួយនឹង code B អញ្ចឹងតាមសមីការអា coordinate មិនបើបងមើលនិយមន័យ coordinate គឺអានេះ C1 រហូតដល់ Cn នេះប៉ុន្តែអានឹងបានមកពីណាបានមកពីវាជាចម្លើយរបស់សមីការនេះអញ្ចឹងបងត្រូវដោះស្រាយសមីការ equation v ស្មើនឹង c1 v1 បូកនឹង c2 v2 ព្រោះរបស់យើងប៉ុណ្ណេះមានតែ2អញ្ចឹងយើងជំនួសមក v1 របស់យើងគឺសំដៅ v របស់យើង3 7ដែលគេឲ្យ c1 c2 គឺជារបស់ដែលយើងចង់រកហើយ v1 v2 យើងស្គាល់ហើយបងមើលអានេះ1 2 v1 អូខេ v2 របស់យើងគឺដក1ដក3អញ្ចឹងសមីការបងផ្ទឹមឲ្យដោះស្រាយមកលោកគ្រូទៅសេមួយណាមុនក៏បានដែរលោកគ្រូសេអាឆ្វេងមុនបងគុណពលាតមិន C1 ដក C2 អានឹងឲ្យស្មើ3ព្រោះបងផ្ទឹមកណែទី1មួយកណែទី1បងមើលកណែទី1នេះគុណមកមិន C1 អានេះដក C2 អញ្ចឹងយើងផ្ទឹមមកនេះដល់ពេលអាកណែទី2វាទៅជាប៉ុន្មាន 2C1 ដក 3C2 អានឹងឲ្យស្មើ7តោះនេះបងប្អូនជំទាស់នេះបាទត្រូវហើយអញ្ចឹងតោះដោះស្រាយឲ្យ C1 C2 អញ្ចឹងអូនប្រើវិធីសាស្ត្រច្រើនយើងបូកបំបត្តិវាមកឧទាហរណ៍លោកគ្រូបំបត្តិ C2 លោកគ្រូគុណអានេះនឹងដក3គុណនឹងដក3ដើម្បីបូកវាមកបាត់ C2 នេះអញ្ចឹងគុណនឹងដក3អានេះវាទៅជាដក 3C1 បូកជាមួយ C1 អញ្ចឹងអានេះវាទៅជាដក C1 អានេះគុណនឹងដក3វាទៅជាដក9បូកនឹង7វាសល់ដក2អញ្ចឹងនាំឲ្យ C1 ស្មើ2 IC2 របស់យើងស្មើបានបើផង C2 ស្មើមកដក1អូខេ C2 ស្មើនឹងដក1អញ្ចឹងអ្វីដែលបងឆ្លើយ coordinate នៃ vector v ធៀបនឹង code b ហ្នឹងគឺយើងគ្រាន់តែសរសេរអញ្ចឹង c1 យើងដាក់មក c2 យើងដាក់ចឹងមកបាទអញ្ចឹងឲ្យយល់ថា coordinate នៃ vector គឺជាមេគុណនៃ c1 c2 ឬក៏ពេលដែល v នឹងរហូតដល់ n
គឺ C1 រហូតដល់ CN ដែលវាកើតចេញពីចម្លើយនៃសមីការហ្នឹងហើយតាមនិយមន័យអាសមីការហ្នឹងដឹងតែមានចម្លើយទេហើយមានតែមួយគត់ទៀតអត់អាចដោះទៅអត់មានចម្លើយឬក៏ចម្លើយច្រើនរាប់អស់ហើយអត់មានទេតោះនេះយ៉ាងតោះយល់អំពីនិយមន័យកអរណេហើយនឹងនិមិត្តសញ្ញាវាអូខេយើងមើលឧទាហរណ៍មួយទៀតដូចគ្នាពីព្រោះពេលដែលយើងសិក្សា vector space វាមានច្រើននៅក្នុងករណីវាប្រែប្រួលប៉ុន្តែអ្វីដែលបងជួបច្រើនជាងគេភាគច្រើនគឺ Rn ហើយនឹងពហុធាតុ degree n នេះនៅក្នុងករណីនេះលោកគ្រូតាំងv របស់យើងជាពហុធាតុ degree ទី2អញ្ចឹងអា vector ដែលយើងយកមកសិក្សាហ្នឹងសិតតែពហុធាតុដូចគ្នាអញ្ចឹងលោកគ្រូតាំង b ដូចគ្នាដែរយើងផ្សេងចេះតែម្ដងអូខេសំណួរដូចគ្នាបង្ហាញថា v is a basis for v សំណួរ2រកcoordinate នៃ vector v ធៀបនឹងគោល b ដែល v របស់យើងនៅពេលនេះ v ឬក៏ v នៃ x របស់យើងវាជាពហុធាតុអញ្ចឹងអានេះឧទាហរណ៍អូខេឧទាហរណ៍ប៉ុណ្ណឹងអញ្ចឹងសំណួរដដែលក៏យើងដូរតែតម្រង់ vector space ឲ្យបងស្របមើលគ្នាយើងអាចប្រាប់លោកគ្រូបានថា dimension នៃ v ស្មើប៉ុន្មានពហុធាតុ degree n dimension វាប៉ុន្មាន n បូក1បាទ n បូក1ហើយរបស់យើងពហុធាតុ degree ទី2 dimension វាប៉ុន្មាន3អូខេឥឡូវបងមើលអាសំណុំ B នេះគេឲ្យមកទាំងអស់នេះមានប៉ុន្មានធាតុ vector ហ្នឹង3ធាតុគ្រូមាន3បាទអញ្ចឹងកាលណាវា3ធាតុនាំឲ្យវាអាចคล้ายជា basis អាចបាទវាគាត់អាចសិនបាទណាតែបើសិនជាចំនួនធាតុនឹងឲ្យមកតិចជាង dimension ឬក៏លើសអីអាហ្នឹងដឹងតែមិនមែនប៉ុន្តែឥឡូវវាឲ្យមកស្មើបងដឹងថាវាអាចហើយដល់ពេលចង់ស្រាយថាវាជា basis យើងគ្រាន់តែធ្វើម៉េចមិនគ្រាន់តែ determinant ទៀតទេអត់ចោះយើងថាពហុធាតុ determinant មិនពហុធាតុឬក៏រៀងជាអីអត់សំខាន់ទេគឺសិតតែទៅសេទៅជា determinant បានទាំងអស់យើងដូចជាធ្លាប់ជួបឧទាហរណ៍មុនហើយអញ្ចឹងមើលលម្អិតឡើងវិញអញ្ចឹងនៅក្នុងនេះចាំដើម្បីបានមកទីយកមក determinant នេះបងដាក់អាមេគុណ degree ដូចគ្នាដាក់ជួយឈរមួយគ្នាក៏បានជួដេកមួយគ្នាក៏បានឥឡូវលោកគ្រូទៅសេអាមេគុណមុខ x gray សិនយើងមើលអានេះមេគុណមុខ x gray គឺ1បន្ទាប់មកមេគុណមុខ x gray នេះបាន0អត់មានគឺ0មេគុណមុខ x gray នេះគឺ2បាទបន្ទាប់មកបងដាក់មេគុណមុខ x វិញម្ដងអញ្ចឹងអានេះអត់មានគឺ0អានេះមានគឺ1អានេះមានគឺ3អូខេបន្ទាប់មកអត់ x វិញម្ដង1ដកសំណួរដក1 2ហើយនឹង1 2តោះតោះអរគ្នាចឹងបាទលោកគ្រូបាទបងប្អូនយកមកសរសេរជួយឈរអីក៏អត់បញ្ហាដែរអានឹងលោកគ្រូបញ្ជាក់ដដែលពីព្រោះ determinant a ហើយ a transpose គឺដូចគ្នាតោះឥឡូវរបស់យើង determinant យើងធ្វើឲ្យអាក្រោមនេះចេញ0មួយទៀតសិនណាយកបូកអាទី1មកអានេះ0អានេះ2អានេះ3អញ្ចឹង determinant នេះស្មើនឹងដក3អញ្ចឹងណាបងសល់ថានេះខុសពី0អញ្ចឹងនាំឲ្យ B ជា basis អូខេដូចគ្នាដែរសំណួរ B ដើម្បីរក coordinate នៃ vector ហ្នឹងយើងមិនចាប់ផ្ដើមដោះស្រាយសមីការ v ស្មើ c1 v1 បាទរបស់យើងតាំងនេះដោយ v1 v2 v3 អញ្ចឹង c1 v1 បូក c2 v2 បូក c3 v3 ហើយយើងគ្រាន់តែចំនួនចូលដូចគ្នាអញ្ចឹង v ដែលគេឲ្យមកព្រោះមើល 3x gray ដក x ហើយ v1 យើងមក x gray ដក1
x បូក2បូក c 3 2x ក្រេបូក 3x បូក1ហើយសមីការនេះណាដោយលោកគ្រូបញ្ជាក់នៅក្នុងទ្រឹស្ដីនៅក្នុងនិយមន័យចឹងវាដឹងតែមានចម្លើយតែមួយគត់មកអត់មានចម្លើយហើយអត់អាចមានចម្លើយច្រើនរាប់អស់ហើយអាហ្នឹងឯងជាលក្ខណៈរបស់ basis បើវាពិតជា basis មែនសមីការនឹងត្រូវទៀងទាត់លក្ខណៈចឹងដូច្នេះយើងចាប់ផ្ដើមដោះស្រាយធម្មតាមកបើបងចង់សរសេរមកបន្ទាប់ទៀតលោកគ្រូផ្ទឹមអាខាងស្ដាំនេះអាមេគុណ x ក្រេដល់ x ក្រេសិនអញ្ចឹងយើងមើលមេគុណមុខ x ក្រេគឺប៉ុន្មានខ្លះ c1 អានេះមាន C1 ណា3បាទ c1 បូក 2c3 អញ្ចឹងហើយបងព្រោះអានេះគុណមក 2c3 តបមកមេគុណមុខ x ម្ដងគឺប៉ុន្មាន 2c2 C2 C 2c2 បូក 3c3 អាហ្នឹងមេគុណមុខ x ចុះអត់ x ដក c1 បូក 2c2 còn nó suy បាទមិនដែរ នោះ C2 ទៅលោកគ្រូ ឡើយណា C2 បូក 3C3 លោកគ្រូ ខាងណាខាងនេះហ៎ mê con មេគុណមុខ x mê con một កូន x លោក មេគុណមុខ x ហ៎ បាទ 2c2 បូក 3c3 អានេះ c3 ដែរហើយហ៎ anh nó នឹងតែ C2 បូក 3C3 និយាយថា 2C2 លោកគ្រូ អូខេអរគុណអានេះ c2 ទៅទេតាមេគុណមុខ x បាទអូខេអស់ចឹងអូខេល្អគ្នាយើងយល់អស់គ្នាអញ្ចឹងបន្ទាប់មកបងផ្ទឹម degree ជុំដែលត្រូវគ្នាជាមួយគ្នាអញ្ចឹងយើងមើលមេគុណមុខ x ក្រេគឺ c1 បូក 2c3 ឲ្យវាស្មើ3ទៅមួយនេះហើយមេគុណមុខ x វិញ c2 បូក 3c3 ស្មើនឹងដក1ហើយអត់ x ដក c1 បូក 2c2 បូក c3 ស្មើ0ដោះស្រាយវិធីសាស្ត្រមិនក៏បានដែរបើយើងអាចប្រើ row echelon form មកក៏បានចំនួនបំបត្តិអីក៏បានដែរតោះ row echelon form មកលឿន1 0 2អានេះ3 0 1 3 ដក 1 ដក 1 2 3 0បើយើងធ្វើអានេះចេញ0 អូ 3 ដក1 2 1ទៅលោកគ្រូ môi ដក 1 2 1 បាទ L3 ទៅ L3 បូក L1 អញ្ចឹងវាទៅជា1 0 2អានេះ3 0 1 3ដក 1អានេះបូកចូលគ្នា0 2 3 3អូខេបូកមកទី1តមកបងធ្វើអានេះចេញ0ទៀត L3 ទៅដក 2 ដង L2 បាទគ្រូសេតតនេះមកអានេះដែរចឹងអានេះបងគុណនឹងដក 2 0អានេះដក 3អានេះ 5អូខេតោះណាបងប្អូនគ្នាហើយបងគុណដក 2 ទៅជា2 2បូក 3 5អញ្ចឹង clear នេះបងទាញបានណាសមីការក្រោយគេបងចង់ចែកនឹង3ឲ្យហើយក៏បានតែគោលដៅរបស់យើងអត់សំខាន់ថាបងត្រូវទៅសេទៅជា row echelon form គោលដៅយើងរកចម្លើយឲ្យតែឃើញមកចប់ហើយអញ្ចឹងអាសមីការខាងក្រោយបងមិនមានដក 3c3 ស្មើ 5 អញ្ចឹងនាំឲ្យ c3 ស្មើបាន ដក 5 លើ 3 5លើ 3 បាទដក 5លើ 3ហើយដល់ពេលសមីការទី2បងមាន c2 បូក 3c3 ស្មើដក 1 អញ្ចឹងបងចង់រក c2 វាមិនស្មើដក 1 ដក 3 c3 អញ្ចឹងវាទៅជាដក 1 បងយកដក 3 គុណអានេះវាមិនទៅជាបូក 5 ស្មើ 4 តោះនេះវាយ៉ាងព្រោះ c3 យើងដក 5 លើ 3 ហើយបងប្អូនគុណនឹងដក 3 មកមិនសល់តែ 5 អូខេហើយសមីការខាងលើបងមាន c1 បូក 2c3
ស្មើ3អញ្ចឹងនាំឲ្យ C1 ស្មើនឹងដក 2 C3 អញ្ចឹងវាទៅជា3បូកនឹង10លើ3បងប្អូនគុណនឹងដក2អញ្ចឹងវាទៅជា19លើ3អញ្ចឹងផងឃើញសម័យកាលដឹងថាមានចម្លើយហើយចម្លើយតែមួយគត់ទៀតដូច្នេះកអរណេនៃ vector v ធៀបជាមួយគោល b គឺ C1 C2 C3 ដែលយើងរកឃើញហ្នឹង19លើ3 4ហើយនឹងដក5លើ3អូខេអត់មានអីថ្មីទេអ្វីដែលយើងធ្វើនេះគ្រាន់តែថែមឧទាហរណ៍នៅពេលដែល vector space យើងជាពហុធាតុហើយវាជាអីគេក៏នៅតែធ្វើអញ្ចឹងដែររកកអរណេត្រូវចេញពីសម័យកាលដែរយូរតោះមើលវាយើងមានសំណួរអីមុនគ្រូចូលដល់ចំណុចបន្តអូខេអត់អីទេចឹងតទៀតចឹងបាទនេះគឺជាប្រមាណវិធីទិដ្ឋបទទី13នេះគឺជាប្រមាណវិធីនៃកអរណេមានន័យថាបើបងប្អូនយក vector u បូកនឹងចំនួនថេ c c នេះជាចំនួនថេហើយបានបូកនឹង vector v បងកណនីប្រមាណវិធីបូកនៃ vector ហ្នឹងឲ្យបានរកកអរណេនោះបងអាចផ្ដាច់នីមួយបានមានន័យថាវាស្មើនឹងកអរណេនៃ vector b បូកនឹង c គុណនឹងកអរណេនៃ vector v ធៀបគោល b ដូចគ្នាបាទនេះប្រមាណវិធីងាយចំណុចបន្ទាប់គឺយើងនិយាយអំពី change basis នៃ matrix ឬក៏ transition matrix ក៏បានអញ្ចឹងដើម្បីយល់និយមនៃខាងក្រោមថាមាននៃគេខ្លះបងត្រូវអានវាលើមកយើងមើលដំបូងយើងមាន B ប៉ុណ្នេះហើយនឹង C ធៀបវាប៉ុណ្នេះ N ធៀបដូចគ្នាយើងឧបមាថា B ហើយនឹង C នេះគឺជា order basis ដូចគ្នានៃ vector space V នោះគេកំណត់ matrix P បែបហ្នឹងអានេះគេអានថាម៉េចវិញនេះអានេះគេអានថាម៉េចវិញអានថាម៉េចមួយនេះមួយអងនៃសេម៉ែអានឲ្យត្រូវមើលក៏អត់ណេនៃ vector មួយធៀបគោល c អូខេកអរណេនៃ vector v1 ធៀបនឹងគោល c ដល់នេះអញ្ចឹងបងឃើញហេតុអីបានយើងត្រូវបញ្ជាក់ពីព្រោះនៅពេលនេះវាមាន basis វាដល់12អញ្ចឹងដើម្បីដឹងថាកអរណេធៀបនឹងគោលណាត្រូវបញ្ជាក់វាខាងក្រោមនេះអូខេអញ្ចឹងអានេះកអរណេនៃ vector v1 ធៀបគោល c បងប្អូនសរសេរបន្តកអរណេនៃ vector v2 ធៀបគោល c រហូតដល់កអរណេនៃ vector vn ធៀបគោល c ហើយបងត្រូវមើល v1 រហូតដល់ vn គឺធៀបរបស់នេះអញ្ចឹងអា matrix នឹងអានេះជា matrix វិញយើងដែលមកជួឈនេះដាក់កអរណេនេះមួយហើយអា matrix ដែលយើងទទួលបានហ្នឹងគេហៅថាជា matrix បដូរគោលពីគោល B មកគោល C ហើយនិមិត្តសញ្ញាយើងសរសេរបែបនេះពីគោល B មកគោល C ហើយបងប្អូនចង់បាននិយមន័យមួយទៀតឧទាហរណ៍បើសិនជាលោកគ្រូមានសរសេរអញ្ចេះវិញមានន័យថាលោកគ្រូបដូរពីគោល C មកគោល B វិញអញ្ចឹង matrix នេះវាត្រូវផ្ទុកមិនគឺបងប្អូនត្រូវរកកអរណេនៃធាតុរបស់អា C ធៀបនឹងគោល B វិញបាទរហូតមកដល់ WN ធៀបជាមួយនឹងគោល B វិញអាហ្នឹងបើសិនជាបងប្អូនចង់បដូរពីគោល C មកគោល B អូខេអញ្ចឹងត្រូវច្បាស់ថា V បានមកពីណាហើយ C បានមកពីណាដូចអានេះអញ្ចឹង W បានមកពីណា B បានមកយើងមើលឧទាហរណ៍ដើម្បីងាយស្រួលយល់ហើយជាពិសេស technique នៅក្នុងការរកចម្លើយវាតើយើងគួរតែចាប់ផ្ដើមមិនបាទលោកគ្រូចាប់ផ្ដើមពីងាយដូចគ្នា V ស្មើនឹងបាទដាក់តិចសិនណា R ការ៉េចឹងលោកគ្រូតាំង Bអូខេអ
ពីរនេះសិតតែជា order basis ដូចគ្នាហើយចឹងគ្រូសួរចេះតែម្ដង find change basis មកទីពីកូ C មកកូ D ឬក៏ឲ្យដូចខាងលើយើងនេះសិនពី B មក C សិនអូខេតើមកទីហ្នឹងយើងរកមិនបើបងមើលនិយមន័យវាមកទីហ្នឹងវាត្រូវផ្ទុកចំណុចមួយទៀតដែលបងត្រូវចាំកាលណាv របស់យើង dimension វា n អញ្ចឹងអាមកទីនេះវាត្រូវមាន n ជួយឈរដែរមានតែ n ជួយ n ជួយឈរដែរអញ្ចឹងរបស់យើងនេះតែ2 vector អញ្ចឹងអាមកទីដែលយើងទទួលបាននេះគឺ2ជួយ 2ជួយឈរដែរប្រែសួរថាអាមកទីហ្នឹងបានមកពីណាបងមើលនិយមន័យវាគឺបងត្រូវខក coordinate នៃ vector v1 ធៀបជាមួយនឹង cos C រក coordinate នៃ vector v2 ធៀបនឹង cos C ដូចនេះអញ្ចឹងបងដោះស្រាយសមីការអីគេសិនបាទលោកគ្រូដាក់សំណួរ A ហើយ B ចេះមកអានេះមកចេះវិញអញ្ចឹងសំណួរ A សិនតាមនិយមន័យបាទដើម្បីកុំឲ្យគ្នាយើងពិបាកមើលលោកគ្រូតាំងអានេះដូចគ្នា V1 V2 អារបស់ C នេះយើងតាំង W1 W2 ចឹងនិយមន័យនេះខាងលើបងប្អូនមើលបងត្រូវរក coordinate នៃ vector v1 ធៀប cos C coordinate នៃ vector v2 ធៀបនឹង cos C អូខេអញ្ចឹង coordinate នៃ vector v1 ធៀប cos C គឺយើងមិនត្រូវដោះស្រាយសមីការអីគេបងរក coordinate នេះអាណាគឺត្រូវដាក់អាហ្នឹងសំទោសបាទត្រូវហើយត្រូវដោះស្រាយសមីការហ្នឹងដាក់ចំនួនថេគុណនឹងមួយណាវិញគុណនឹងអីគេហ្នឹងបាទ B1 បូកជាមួយនឹង C2 W2 ពីព្រោះធាតុរបស់គោល C គឺអាពីរនេះអត់ទេយ៉ាហើយក្រៅពីហ្នឹងគឺដដែលបងដាក់ចូលសមីការឲ្យដោះស្រាយមក V យើង1ដក1 W1 យើង2 1 W2 យើងដក1 1អូខេផ្ទឹមវា 2C1 ដក C2 ស្មើ1 C1 បូក C2 ស្មើដក1បងបូកចូលគ្នាអានេះ0អានេះ0អានេះ3ចឹងនាំឲ្យ C1 ស្មើ0 C1 ស្មើ0 C2 ស្មើដក1ចឹងរូបទាញកន្លែងនេះតែម្ដងនាំឲ្យ coordinate នៃ vector v1 ធៀបនឹង cos C គឺស្មើនឹង0ហើយដក1អូខេអូនធ្វើដូចគ្នាចំពោះ coordinate នៃ vector v2 យើងមិនត្រូវដោះស្រាយសមីការបងតាំងអក្សរអីក៏បានព្រោះមេគុណនេះជារបស់ដែលយើងរកហើយអញ្ចឹងរូបតាំង alpha 1 W1 បូក alpha 2 W2 អញ្ចឹង v2 បងប្អូនគឺ02ស្មើនឹង alpha 1 v1 យើង21 v2 យើងគឺដក11បាទមើលតាមលើនេះអញ្ចឹងអូនផ្ទឹមដូចគ្នា2 alpha 1ដក alpha 2ស្មើ0 alpha 1បូក alpha 2ស្មើនឹង2ចឹងបងបូកចូលគ្នានាំឲ្យ alpha 1ស្មើ2លើ3 alpha 2ស្មើនឹង4លើ3អូខេអញ្ចឹងនាំឲ្យ coordinate នៃ vector v2 ធៀប cos C ស្មើនឹង2លើ3 4លើ3ដូច្នេះអាម៉ាទីបដូរគោលពី C មក B ហ្នឹង
cứ ôn đặt cho má con này vector v môi vào chứ xôn đỏ mũi con này vector vp á pi lượng 3 4 lượng 7 còn đấy chẳng thì dùng đây mà tí đâu cô nứng cứ còn là chơi đâu co này mùi hết đặt chui cho chẳng nào đó và bởi giờ nên xin lỗi chẳng ok bà ọt bên xin lỗi thế giờ cụ to lùm hạt bí bọn thưa đây kia cứ dương còn tại phải trẻ vào với như đó co này đi bận xin lỗi cái số hỏi đấy pc màu bì vậy chẳng tam thì dùng mình đấy bọn mình thấy họ co này vector đúc từ với mỗi thiếp cho mỗi cột bì vậy chẳng lấy bây giờ đây là khu ok cái này ní lùm hạt càng lớn lực cụ khoan từ xe rai rạp ao dương chỗ lòng pi tha đầy xa con đăng họ pi nâng hỏi chẳng con rộ vì mà đo mùi mà ta lùm hạt class percent chia vector nâng vì trở u thọ lang đo bay buôn vector ấy và con đo sẽ một con mấy cá chân đại ví dụ còn anh chân tinh định bao giờ cứ mạch phơi đôi lưới những đo sai mấy cá mùi nó cho vậy và ta con thể đăng thác cô đại bao giờ trong họ co rồi nên vector là mỗi thiệp nâng cột bể chân cụ tang chạy đúng không vì anh lươn chưa là lươn thì bài chơi dân thời ca u từ họ và thải cụ tang đục đầu về na mũi miền con này x y và tọa máu cụ trăng rót con này vector đục đầu về nữa thiệp cột bể ta về smart màn chân dương mình đo sai mấy cái ghế đục đầu về smart nâng si mùi về mũi của thiệt bọc bế bỏ việc về mùi về pí cp về pí và đã đúc được về là bên ấy được cụ tăng thiệt viết đại x y tu từ là mũi hai si mùi về mùi dân mãn anh đi mùi đỏ mũi anh đi xong pí chẳng vì mùi dân cứ mùi đỏ mũi hai vì pí dân cứ xong pí chẳng dương đo sẽ vài cá dương đo sẽ vài cá hổ si muối cp chẳng thưa đôi khi con côn là khang sa muốn si muối anh ấy côn máu anh ấy số chẳng si muối mà x anh ấy cứ đọ si muối bộ pcp mà y chẳng có miền si muối mà x cp đây chia mãn cp về đây chia muối lp si muối bộ muối lp y rồi có muối lp x bộ muối lp y chẳng miền này thầm vậy miền này tha co rồi nên vector đục được về đó thiệp nâng cột bé cứ về smart x về smart si muối cp si muối dương cứ x cp dương muối lp x bộ muối lp y ra cô đã với chứ men họ năng cứ dương họ nhé và cái nào phone họ tu tới chân khơi nhá vì chẳng đánh men tên chẳng đánh nó về phone miền trở bị tơi chạy phone nó đo sai về đại hai đấy bàn chẳng giờ mới về đây là cú miền chẳng nom ai co rồi này Victor đục về mùi thiệp nâng côn bé ôn spa mà ai đăng em vậy lại này là cú bị chẹo nào với đục về mùi vào phone cứ pì muối đỏ mùi đó pi muối hay đục được về pi và phốn cứ mà mình lịch bảo đây đọ mùi chẳng đam bay rồi con này đục được về muối thiệp cô bé có nó miền đo sẽ dương miền là nè cứ miền có là này được tơ vé đại miền thiệp x y tu tới cái chẳng việc tranh chứ đôi chứ này con khỏi này do anh đa tôi chữ x nó không ní hay là đa tôi chữ y chẳng thật đặt cho rụt môn này mà chắc nó con này đục về môi mà phí bà hà ní bộ tới chia bay ok còn đấy vậy đôi khi con này đục về phí thiệp nâng cô bé có miệng đo sẽ tiền là dương chỉ cho rụt môn tu tới
ប៉ុន្តែអានេះដើរតួជា x អានេះដើរតួជា y វិញអញ្ចឹងវាមិនទៅជាដក1ហើយនេះបាន 0 បាទ0តោះនេះអញ្ចឹងបងឃើញចំណេញតោះត្រង់ថាបងដោះស្រាយប្រព័ន្ធតម្រូវការតែម្ដងទេបើសិនជាអានេះមាន n vector អីគឺបងនៅតែយកអាធាតុរបស់វាជំនួសចូលរៀងទូទៅចេះអូខេអានឹងឲ្យយល់អំពី technique នៅក្នុងការរកវាលឿនអញ្ចឹងសរុបមក coordinate នៃ vector សំដៅមកទីបដូរគោលពី b មក c មកពី c មក b យើងរកឃើញអាហ្នឹង2 3លើ2ហើយដក1 0តោះមានស្រួលអីចឹងអូខេបាទនេះគឺជាលក្ខណៈនៃម៉ាទីបដូរគោលបើសិនជាយើងស្គាល់ coordinate នៃ vector v ធៀបគោល b ហើយបងស្គាល់ម៉ាទីបដូរគោលពី b មក c នោះបងយក coordinate គុណនឹងម៉ាទីហ្នឹងបងនឹងចេញ coordinate នៃ vector c បាទនេះជាលក្ខណៈនៃម៉ាទីបដូរគោលទេបងអាចមើលវាក៏បានអាចទៅចាំអាខាងក្រោមនេះយើងនិយាយអំពីគេអូខេអានេះអត់សំខាន់ទេបើខើខាងអូខេបងចូលដល់និយមន័យថ្មីមួយទៀតតាក់ទងជាមួយ direct sum ឬក៏ sum ទៅអូខេយើងអាចសម្រាប់10នាទីសិនវាគូនិយាយរហូតហើយព្រោះថ្ងៃនេះរៀនតាំងពីព្រឹកផងអត់ចាំបាច់បិទទេវាគ្រូគាត់ stop record ហើយក៏អត់ចាំបាច់ចេញទេយើងសម្រាប់10នាទីហើយយើងចូលវិញពេលចំណុចបន្ទាប់យើងនិយាយអំពី direct sum ប៉ុន្តែមុននឹងចូលដល់ direct sum យើងមើលនិមិត្តសញ្ញា direct sum នេះបូកប្រែផលបូក direct ចឹងណាហើយនិមិត្តសញ្ញាវាគឺសញ្ញាបូកឲ្យថែមវងមូលជុំវិញនេះតែមុននឹងចូលដល់អាហ្នឹងគឺយើងមើលអានិយមន័យសំណុំបូកចូលគ្នាធម្មតាសិនអញ្ចឹងបូកចូលគ្នាធម្មតាសិនគឺយើងនិយាយទៅលើអីគេគឺយើងនិយាយអំពី subspace មើលនៅក្នុងនិមិត្តសញ្ញានេះ S1 រហូតដល់ SP ហើយក៏ដូចជា S នេះគឺជា subspace នៃលំហ vector v អញ្ចឹងផលបូកនៃ S1 រហូតដល់ SP ដែលគេសរសេរ S1 បូក S រហូតដល់ SP អញ្ចឹងគឺជាសំណុំដែលផ្ទុកធាតុមានរាង S តូច1បូករហូតដល់ S តូច P ដែលអាធាតុនីមួយៗហ្នឹងយកចេញពីអា subspace នីមួយៗមាន S តូច1របស់ S ធំ1រហូតដល់បងប្អូនសរសេរអាតួបន្ទាប់នេះ S តូច2របស់ S ធំ2អញ្ចឹងទៅរហូតដល់ S តូចនៃអក្សរ P នេះរបស់ S ធំអក្សរ P ដែលនិមិត្តសញ្ញាយើងប្រើទូទៅវានេះបែបនេះ S តូច I នេះរបស់ S ធំ I ចាប់ពី1រហូតដល់ P អញ្ចឹងវាដូចអ្វីដែលលោកគ្រូរៀបរាប់អញ្ចឹងសរុបមកវិញសំណុំនៃ subspace បូកចូលគ្នាគឺជាសំណុំទាំងឡាយណាដែលដាក់ធាតុរបស់អានីមួយៗនឹងបូកចូលគ្នាបន្ទាប់មកទៀតបងប្អូនមាននិយមន័យ direct sum គឺថាបើ S ស្មើនឹង direct sum នៃ S1 បូករហូតដល់ S2 លុះត្រាតែវាផ្ទៀងផ្ទាត់លក្ខខណ្ឌខាងក្រោមគឺគ្រប់ធាតុរបស់ S អាចសរសេរបានតែម្យ៉ាងគត់ទៅជាទម្រង់ S ស្មើនឹង S1 បូករហូតដល់ SP អានឹងបានគេហៅថាជាផលបូក direct ម្ដងទៀត S គឺជាផលបូក direct រវាង S1 រហូតដល់ SP លុះត្រាតែយើងសាកល្បងយកធាតុ S តូចមួយរបស់ S នេះហើយសរសេរវាទៅជាផលបូកនៃធាតុរបស់នេះបើបងប្អូនអាចសរសេរបានហើយបានតែម្យ៉ាងគត់ទៀតនោះគេថាអាផលបូកនឹងពិតជាផលបូក direct ឧទាហរណ៍បើបងប្អូនមានលេខ5បងប្អូនអាចសរសេរជាផលបូក2បូក3ឬក៏1បូក4អញ្ចឹងអាហ្នឹងមិនតែម្យ៉ាងគត់ទេបងប្អូនសរសេរ2យ៉ាងសរសេរទៅជាទម្រង់ចេះឬក៏ទម្រង់ចេះអញ្ចឹងអានេះគេមិនហៅផលបូក direct ផលបូក direct គឺធាតុនឹងសរសេរបានតែផលបូកតែម្យ៉ាងគត់ប៉ុន្តែនៅក្នុង vector space របស់យើងនៅក្នុងនេះវានៃទូទៅរៀងផ្សេងបន្តិចវាមិនមែនដូចលេខប៉ុន្តែអាពាក្យថាម្យ៉ាងគត់ហ្នឹងគឺឲ្យបងយល់ដូចលេខខាងលើអញ្ចឹងបើបងសរសេរចេះផងអានេះសរសេរចេះផងមានន័យថា2យ៉ាងផ្សេងគ្នាដូចគ្នាដែរ
ជាទូទៅនៅក្នុងការសិក្សា direct sum បើបងស្រាយតាមនិយមន័យ direct ចេះវាពិបាកដូច្នេះយើងមានអតិថិបទខាងក្រោមនេះបាទដែលលោកគ្រូនឹងសង្ខេបកន្លែងនេះតែម្ដងងាយស្រួលតែអ្វីដែលយើងនឹងជួបច្រើនតែម្ដងយើងតាំងតែ2បានថា S1 B to subspace of V ចឹងគេថា V ជា direct sum នៃ S1 ជាមួយ S2 លុះត្រាតែវាផ្ទៀងផ្ទាត់2លក្ខខណ្ឌទី1គឺS1 ប្រសព S2 ជាសំណុំដែលមានតាមធាតុ0ទី2 V វាស្មើ S1 បូកជាមួយ S2 តែបូកនេះបូកធម្មតាអត់ទេលោកគ្រូអត់ចាំបាច់ទៅសេដល់ n សំណុំទេប៉ុន្តែមែនតើអាលក្ខខណ្ឌ n សំណុំហ្នឹងព្រមមាននៅក្នុងទិសបទខាងក្រោមតែបើសិនជាចំពោះគ្នាយើងដំបូងមើលអាលក្ខខណ្ឌទូទៅនេះប្រហែលជាពិបាកយល់តិចហើយក៏អនុវត្តនៅក្នុងលំហាត់ TD របស់យើងក៏ដូចជាលំហាត់ផ្សេងដែរភាគច្រើន2សំណុំ3សំណុំហ្នឹងអស់ហើយចឹងបងអត់ចាំបាច់មើលអានេះក៏បានដែរតែលោកគ្រូសង្ខេបឲ្យយើងនៅលើនេះវិញចឹងម្ដងទៀត V ជា direct sum រវាង S1 និង S2 លុះត្រាតែបងស្រាយបាន2លក្ខខណ្ឌនេះឬក៏បើសិនតែយើងអត់ចង់ប្រើលក្ខខណ្ឌនេះយើងអាចមានទិសបទមួយទៀតបានលោកគ្រូ copy អានេះពីព្រោះដូចគ្នាដំបូង S1 S2 ត្រូវតែជា subspace សិនចឹងគេថា V គឺជា direct sum រវាង S1 និង S2 លុះត្រាតែ V នឹងស្មើ S1 ឬក៏លោកគ្រូដាក់នេះដូចគ្នា V ស្មើ S1 បូក S2 ធម្មតាហើយមួយទៀតគឺ dimension នៃ S1 បូក dimension នៃ S2 ស្មើ dimension នៃ V ចឹងពីទិសបទនេះគឺដើម្បីស្រាយទិសdirect sum បងចង់ប្រើទិសបទនេះក៏បានទិសបទនេះក៏បានប៉ុន្តែរវាងទិសបទ2នេះខុសគ្នាកន្លែងណាខុសគ្នាលក្ខខណ្ឌតាលើនេះឯងបើបងប្រើនេះបងត្រូវចេះរកសំណុំប្រសពបើបងប្រើនេះត្រូវចេះរក dimension ចំណែកលក្ខខណ្ឌនេះគឺដូចគ្នាហើយកន្លែងនេះបងត្រូវរំលឹកឡើងវិញដែរនៅពេលដែលស្រាយសំណុំ2ស្មើគ្នាគេត្រូវស្រាយមិនសំណុំ2ស្មើគ្នាគឺបងត្រូវស្រាយនៅក្នុងគ្នាម្នាក់ម្ដងប៉ុន្តែដោយសារ vector space V កាលណាបងនិយាយអំពីមេរៀន vector space ហ្នឹងវាធំជាងគេអញ្ចឹងបានន័យថាអានេះអាខាងស្ដាំនេះត្រូវតែនៅអាខាងក្នុងអាខាងឆ្វេងហ្នឹងដូច្នេះចង់ស្រាយថាអានេះស្មើគ្នាលក្ខខណ្ឌនេះវាគ្រប់គ្រាន់នៅពេលដែលបងអាចស្រាយថាV នៅក្នុង S1 បូក S2 គឺគ្រប់គ្រាន់អត់ណាហើយក៏រំលឹកឡើងវិញដែរនៅពេលដែលបងស្រាយសំណុំមួយនៅក្នុងសំណុំមួយទៀតតើគេចាប់តាមស្រាយមិនអាហ្នឹងចាំហ៎វាមើលចង់ស្រាយសំណុំមួយនៅក្នុងសំណុំមួយទៀតគេចាប់ប្រើមិនហើយស្រាយដល់ណាបានយើងថាយើងបានស្រាយហ្នឹងហើយមុនគ្រូរំលឹកដែរចាំហ៎វាអូខេឥឡូវយើងមើលឧទាហរណ៍សិនចាំគ្រូរំលឹកណាខ្ញុំហាត់ខាងក្រោមតែម្ដងបាទ S1 S2 របស់យើងអូខេជប់លោកគ្រូមើលលក្ខខណ្ឌឲ្យទៅអូខេ V នៅពេលនេះតាំងវាស្មើ R cube ហើយ S1 ឧទាហរណ៍ស្មើនឹង x y z របស់ R cube ដែល x បូក y
បូក 2z ស្មើ0ក៏ដូចគ្នា f2 គូកាត់មកខាងនេះ Okay,សំណួរ A find basis and dimension របស់ S1 S2 ហើយនឹងបាទនឹងសិនក៏បានតបមកទៀតតើ v របស់យើងនឹងវាជាផលបូក direct រវាង S1 និង S2 អត់អូខេតោះសំណួរ A ដើម្បីរក basis នៃ S1 S2 ដែលគេឲ្យមកតម្រង់ចឹងហើយយើងចាំគេធ្វើម៉េចបានគូ copy S1 ដែលគេឲ្យមកឡើងវិញមើលដើម្បីរក basis របស់វាគេធ្វើម៉េចដល់ពេល S ឲ្យមកជាសំណុំចឹងណាចាំមកតែគូគេធ្វើម៉េចbasis ដើម្បីរក basis មានន័យថាវាត្រូវ span ផង linearly independent ផងប៉ុន្តែនៅពេលនេះ S គេឲ្យមកជាសំណុំចឹងបងធ្វើមិនបានដឹងថា vector ណាវា span ផង linearly independent ផងយើងមានឧទាហរណ៍អីតាមើលធ្វើម៉េចគ្រូនេះក៏ជាការរំលឹកឡើងវិញដែរអូខេបងប្អូនផ្លេចលោកគ្រូប្រាប់វិញលោកគ្រូត្រូវចាំព្រោះលក្ខខណ្ឌនៃ subspace គេអាចឲ្យមកទម្រង់ផ្សេងគ្នាចឹងដើម្បីរក basis បងត្រូវយកលក្ខខណ្ឌខាងក្រោយនេះបំបត្តិលក្ខខណ្ឌខាងក្រោយយកវាមកជំនួសក្នុងអញ្ញត្តិ x y z ដែលគេឲ្យអញ្ចឹងលក្ខខណ្ឌខាងក្រោយនេះបងរកទាញយកអញ្ញត្តិមួយណាក៏បានដែរវាដូចគ្នាអញ្ចឹងឧទាហរណ៍លោកគ្រូទាញយក x ស្មើបាន x វាស្មើដក y ដក 2z អញ្ចឹងលោកគ្រូជំនួសកន្លែង x ហើយ y និង z នៅត្រែហើយកាលណាលក្ខខណ្ឌខាងក្រោយនឹងប្រើហើយយើងឈប់សរសេរវាទៀតដែរយើងសរសេរតាអញ្ញត្តិណានៅសល់កន្លែងនេះអញ្ចឹងអញ្ញត្តិដែលនៅសល់ y ហើយនិង z ជាចំនួនថេរតោះនេះត្រូវចាំយើងគឺដើម្បីរក basis គឺយើងត្រូវបំបត្តិលក្ខខណ្ឌនឹងបំបត្តិអញ្ញត្តិមួយណាក៏បានដែរបន្ទាប់មកបំបត្តិហើយយើងលែងសរសេរវាទៀតហើយយើងសរសេរតាអញ្ញត្តិនៅសល់អញ្ញត្តិនេះប៉ុន្តែសរសេរអញ្ចឹងដើម្បីអីព្រោះមើលសរសេរអញ្ចឹងគឺបន្ទាប់មកទៀតបងទាញ y ហើយនិង z ចេញគេឲ្យបងទាញចំនួនថេរដែលជាអញ្ញត្តិនៅក្នុងហ្នឹងអញ្ចឹងបើលោកគ្រូទាញ y វាសល់មកនេះសល់ដក1អាកណែទី2សល់1អាកណែទី3 0បន្ទាប់មកយើងទាញ z អានេះសល់ដក2អានេះ0អានេះ1ដែល y z ជាចំនួនថេរผมមើលមកកន្លែងនេះឲ្យតអស់គ្នាកាលណានៅក្នុងនេះវាមានអក្សរអីបងទាញចេញម្ដងមួយតែសួរថា vector ដែលនៅសល់ហ្នឹងបែបម៉េចអា vector ដែលនៅសល់ហ្នឹងបងមើលមេគុណមុខវាអញ្ចឹងបងមើលអានេះមាន y ដក y អញ្ចឹងបើលោកគ្រូទាញ y វាមិនសល់មេគុណដក1មុខវាដល់ពេលអាទី2នេះវាមាន y មេគុណវា1អញ្ចឹងអានេះ1ដល់ពេលអានេះអត់មាន y ក៏នៅទី3មានតែមេគុណមុខ y ស្មើ0អូខេដូចគ្នាយើងទាញ z អញ្ចឹងអាមេគុណក៏នៅទី1វាមានដក 2z ដូច្នេះអាកន្លែងនេះទៅជាដក2អាកន្លែងនេះអត់មាន z វាទៅជា0កន្លែងនេះមេគុណមុខ z ស្មើ1អញ្ចឹងអានេះទៅជា1បងអាចបញ្ជាក់អញ្ចេះវិញក៏បានបងគុណអានេះបញ្ចូលមកទាំងអស់អានេះគុណចូលទាំងអស់បូកចូលគ្នានឹងបងនឹងចេញនេះវិញតោះនេះយ៉ាងតដែលឥឡូវបងត្រឡប់មកសំណួរគេគេសួររក basis និយមន័យ basis វាត្រូវ span ផង linearly independent ផងហើយបើបងសរសេរអញ្ចេះហ្នឹងហើយមានន័យថា span ណោះ
ចាំទៅសេជាមិនសមលីនីអាហ្នឹងហើយมันជា span ហើយបងប្អូនចាំទៀតកាលណា vector កាលណា subspace ឲ្យមកអញ្ចឹងអា vector ដែលយើងទាញចេញពីអញ្ញត្តិវាត្រូវតែ linearly independent direct ដូច្នេះអត់ចាំបាច់ស្រាយ linearly independent ទេគឺបងប្អូនបានអា vector ហ្នឹងគឺវាជា basis តែម្ដងឧទាហរណ៍គ្រូតាំង v1 ដក110ហើយនឹងដក201អាហ្នឹងគឺជា basis នៃ S1 មកហើយកាលណាវាជា basis នៃ S1 ប៉ុណ្ណឹងអញ្ចឹង dimension នៃ S1 ស្មើប៉ុន្មានវាបាទ ស្មើ2 បាទ dimension ស្មើ2 dimension គេរាប់ចំនួន vector អញ្ចឹងអានេះមក vector អានេះមក vector ទៀតអញ្ចឹងអស់មាន2 vector សរុបមកវិញទៅចាំម្នាក់វានៅពេលគេឲ្យសំណុំ S ឬក៏ subspace រៀងអញ្ចឹងត្រូវបំបត្តិលក្ខខណ្ឌហើយទាញញ៉ាត់ដែលយើងសល់នឹងចេញមកអាធាតុដែលសល់នឹងគឺវាត្រូវតែផ្ទៀងផ្ទាត់ linearly independent ហើយ span មកអញ្ចឹងមានន័យថាវាជា basis តែម្ដងក្នុងន័យនេះដូចគ្នាដែរឧទាហរណ៍បងប្អូនបំបត្តិ y ទាញរក y ហើយបងប្អូនជំនួសចូលអាកន្លែងនេះបងប្អូននឹងចេញសន្សំនៅជាប់ x ហើយ z នោះបងប្អូនទាញ x ហើយ z ចេញក្រៅបងប្អូននឹងបាន2 vector ផ្សេងប៉ុន្តែ2 vector ដូចគ្នាអាចទម្រង់ផ្សេងគ្នាព្រោះបាក់ basis អាចមានច្រើនទម្រង់ប៉ុន្តែយ៉ាងណាត្រូវចំនួន vector វាត្រូវតែមាន2ដូចគ្នាដើម្បីឲ្យ dimension នេះវាអត់ចេះប្រែប្រួលអូខេអានឹងត្រូវចំណាំបើសិនជាយើងភ្លេចឬក៏អត់ដឹងពីមុនមកប៉ុន្តែបើតាមលោកគ្រូចាំឧទាហរណ៍យើងមុនសិតតែមានដែរឥឡូវនៅ S2 មួយទៀតជាមួយ S2 របស់យើងគេឲ្យមកអញ្ចឹងយើងត្រូវបំបត្តិលក្ខខណ្ឌខាងក្រោយដូចគ្នាឧទាហរណ៍ y លោកគ្រូជំនួសដោយ 2x គេប្រាប់ហើយតែ z លោកគ្រូជំនួសដោយគេបើបងប្អូនជំនួសដោយ y បូក x មានន័យថាហ្នឹងវា2អញ្ញត្តិទេប៉ុន្តែ y បងប្អូនស្មើប៉ុន្មាន y បងប្អូន 2x ទៀតអញ្ចឹងបូក 2x ទៀតនេះឡើងប៉ុន្មាន 3x អញ្ចឹងកន្លែងនេះយើងប្រើលក្ខខណ្ឌហើយសល់អញ្ញត្តិរបស់វាសល់តែ x មួយអញ្ចឹង x ជារបស់ r ហើយបងប្អូនសរសេរដូចមិញយើងទាញ x ចេញក្រៅអញ្ចឹងអានេះសល់1 2 3ដូច្នេះអាណាជា basis អា vector ដែលយើងទាញចំនួនថេចេញហ្នឹងនាំឲ្យយើងតាំង b2 មក okay is a basis for fp ក៏ដូចគ្នា dimension fp ស្មើប៉ុន្មានវា1 អូខេតោះសំណួរ B សំណួរ B បើបងប្អូនមើលគេសួរថាតើអាវេហ្នឹងវាជាផលបូក direct រវាង S1 S2 អត់អញ្ចឹងបងប្អូនត្រូវការទិសបត់បន្ទិញខាងលើនេះបើយើងអត់ចាំបើកមើលវាមកឥឡូវសួរថាយើងប្រើមួយណារវាងអានេះជាមើលទិសបត់វាអានេះដូចគ្នាតែបងប្អូនមើលអាពីរនេះខុសគ្នាត្រង់ថាបងប្អូនប្រើលើលុះត្រាតែយើងស្គាល់អាប្រសពបងប្អូនប្រើអាក្រោមលុះត្រាស្គាល់ dimension ហើយលំហាត់របស់យើងមិញស្គាល់អីគេ dimension អញ្ចឹងមានន័យថាយើងគួរតែប្រើទី2នេះបើវាផ្ទៀងផ្ទាត់លក្ខខណ្ឌទាំងពីរនេះបានយើងថាវាជា direct sum បើមានលក្ខខណ្ឌណាមួយក្នុងចំណោមអាទាំងពីរនេះអត់ផ្ទៀងផ្ទាត់វាមិនមែនជា direct sum ឥឡូវយើងមើលសិន v របស់យើងបងប្អូនដឹងហើយ r cube dimension r cube ស្មើប៉ុន្មានមក3 អញ្ចឹងយើងមាន dimension នៃ S1 បូក dimension នៃ S2 S1 យើងស្មើ2 S2 យើងស្មើ1ចុះបូកចូលគ្នាស្មើ3ពិតជាស្មើ dimension នៃ R cube អញ្ចឹងលក្ខខណ្ឌទី1យើងផ្ទៀងផ្ទាត់ចុះលក្ខខណ្ឌទី2គេធ្វើម៉េចបងមើលដោយលោកគ្រូបានបើកមុខកញ្ចក់នេះអញ្ចឹងបងចង់ស្រាយថាអានេះស្មើគ្នាបងគ្រាន់តែស្រាយថា v នៅក្នុងនេះមកគ្រប់គ្រាន់កន្លែងនេះលោកគ្រូផ្លេចបញ្ជាក់មួយទៀតជប់សិនលោកគ្រូទៅសេមួយណាដើម្បីឲ្យយើងងាយស្រួល
ok chẳng các bạn này dương trong sai thảo vនៅក្នុង s1 បូក s2 ហើយបងចាំដើម្បីស្រាយសំណុំមួយនៅក្នុងសំណុំមួយគេចាប់ផ្ដើមតាំងធាតុមួយរបស់ v បងទៅស្រាយធាតុនឹងយ៉ាងណាឲ្យអាធាតុនឹងក៏វាជារបស់ s1 បូក s2 ដែរបើបងស្រាយបានអញ្ចឹងបានយើងឆ្លើយថា v នៅក្នុងនេះអញ្ចឹងកាលណា v នៅក្នុងអាហ្នឹងហើយដោយសារ v ធំជាងគេអា s1 បូក s2 នៅក្នុង v វិញអញ្ចឹងបានយើងបានវាស្មើគ្នាតែម្ដងឥឡូវ v របស់យើង air cube បងត្រូវតាំងធាតុមួយរបស់ air cube v របស់យើងនៅពេលនេះគឺ x y z របស់ v ដែលវាស្មើ air cube អញ្ចឹងបងត្រូវស្រាយថា v នឹងរបស់ s1 បូក s2 ប៉ុន្តែបងត្រូវយល់ពាក្យថា s1 បូក s2 នឹងសំណុំវាមិនបើបងមើលនិយមន័យខាងដើមអា s1 បូក s2 ឬក៏ s1 បូករហូតដល់ sp ហ្នឹងគឺផ្ទុកធាតុវានីមួយៗបូកចូលគ្នាអញ្ចឹងលំហាត់របស់យើងដើម្បីស្រាយថា v ជារបស់ហ្នឹងអត់គឺបងអូនត្រូវបាននេះគឺគូបាក់មកចោលកន្លែងនេះបន្តិចតែម្ដង s1 បូក s2 ឲ្យបងស្គាល់វាថារៀងមិនសិន s1 បូក s2 វាត្រូវស្ប៉ានដោយសារបងចាំវាត្រូវស្ប៉ានដោយសារ basis របស់អាទាំងអស់នឹងដាក់ចូលគ្នាបើបងទៅសេជាផលបូកអញ្ចេះអីក៏បានតោះនេះ s1 បូករហូត s2 ប៉ុន្តែពាក្យថាផលបូកនៅពេលបងដកចំនួនថេចេញហ្នឹងឯងបងប្រើពាក្យថាស្ប៉ានអញ្ចឹងនៅពេលដែលបងប្រើពាក្យថាស្ប៉ានហើយដោយសារហ្នឹងវា linearly យើងអត់ទាន់ថាវាជា basis ទេប៉ុណ្ណឹងយើងស្ប៉ានដោយសារ basic ទាំងអស់ដាក់ចូលគ្នាអញ្ចឹង basic របស់ s1 ប៉ុណ្នេះហើយថែមអា basic របស់ s2 មក1 2 3អូខេអញ្ចឹង s1 របស់ s2 គឺជាសំណុំដែលស្ប៉ានដោយសារធាតុ basic របស់ s1 ដាក់ចូលជាមួយធាតុ basic អស់វិញពីរកុំភ្លេចពាក្យថា span ដោយលោកគ្រូថាមិនអញ្ចឹងបងយល់ទេនិយមន័យ span បើបងអត់ចង់ប្រើពាក្យ span ពីមុខមានន័យបងដាក់ចំនួនថេហើយចំនួនថេបងដាក់ x y z អីមិនក៏បានឬក៏ដាក់ alpha 1គុណអាហ្នឹងបូក alpha 2គុណអាហ្នឹងបូក alpha 3អាហ្នឹងដូចគ្នាដែល alpha ទាំងអស់ជាចំនួនថេអាហ្នឹងនិមិត្តសញ្ញាយើងលោកគ្រូសរសេរឡើងវិញឲ្យយើងស្គាល់ព្រោះពេលខ្លះគេប្រើតែនេះស្រាប់ឲ្យយើងយល់តប្រើពាក្យ span អត់ដាក់ផលបូកដាក់តែ vector ជួនកាលអត់ដឹងអាហ្នឹងសំណុំអីអាហ្នឹងបាទតោះអញ្ចឹងលោកគ្រូគាត់រំលឹក s1 បូក s2 គឺជាសំណុំដែលមានរាងអញ្ចឹងប្រែគោលដៅរបស់យើងនេះគោលដៅរបស់យើងចង់ស្រាយថា v នៅក្នុងហ្នឹងអញ្ចឹងបងត្រូវធាតុយកធាតុ v ទូទៅមួយរបស់វា v របស់យើងកុំភ្លេច air cube ចឹងយើងត្រូវស្រាយថានឹងនៅក្នុងធាតុរបស់ s1 បូក s2 ដែរប៉ុន្តែធ្វើម៉េចបានដឹងថានឹងជានៅក្នុងនឹងតតែធាតុនឹងអាចទៅសេរៀងចេះបានដែរបើធាតុនឹងអាចទៅសេទៅជាចេះបានដែរមានន័យថាវាក៏ជារបស់ s1 បូក s2 ដែរប៉ុន្តែធ្វើម៉េចបានដឹងថាវាទៅសេបានឬក៏សេមិនបានគឺបងអូនចាប់ផ្ដើមពីនិតមើលសមីការនឹងថាបើវិនវាទៅសេបានមានន័យថាវាអាចមានបើសិនជាបងមាន alpha បើវាទៅសេបានមានមាន alpha ហ្នឹងអញ្ចឹងលោកគ្រូទៅសេចេះយើងពិនិត្យមើល v របស់យើង x y z ស្មើ alpha នេះ copy វាមកអូខេអញ្ចឹងបើសិនជាយើងសម័យកាលនឹងរកបាន alpha មានន័យយើងទៅសេបានបើសិនជារក alpha ឃើញមានន័យទៅសេអត់បានអញ្ចឹងយើងដោះស្រាយធម្មតាមកវាមិនទៅជាយើងសេខាងស្ដាំមុនដក alpha 1ដក2 alpha 2បូក alpha 3ស្មើ x ទី2គឺ alpha 1បូក2 alpha 3ស្មើ y អានេះគឺ alpha 2បូក3 alpha 3ស្មើ z អញ្ចឹងបងដោះស្រាយរក alpha ហើយដោះស្រាយរក alpha នេះទៀតសោត
Pôn từ xe tới chia tùm rung determinant cứ nghe rồiឬក៏យើងអាចដាក់ Matheson ងាយស្រួលមើលដក1ដក2 1 1 0 2 y 013 z អាប្រព័ន្ធសមីការហ្នឹងបងអាចសរសេរទៅជាអញ្ចេះទៀតបើបងសរសេរទៅជា Mathi គុណគ្នាអានេះយើងសរសេរទៅជាចង់ដោះស្រាយសមីការតែបើបងសរសេរទៅជាទម្រង់ Mathi គឺដក1ដក2 1 1 0 2 013បងត្រូវដាក់អាញាត់ alpha ដែលយើងរកនៅនេះហើយបងដាក់ x ដាក់អាញាត់អង្គខាងស្ដាំនឹងចេះប្រែគោលដៅរបស់យើងគឺប៉ុណ្ណេះបងចាំគោលដៅរបស់យើងអត់ចង់រក alpha នឹងថាតើវាស្មើប៉ុន្មានទេគោលដៅរបស់យើងគឺថាតើ alpha នឹងវាមានចម្លើយឬក៏អត់បើវាមានចម្លើយពិតមែនមានន័យថាអាធាតុ x y z ដឹងតែសរសេរទៅជារៀងអញ្ចឹងបានមែនសរសេរទៅរៀងអញ្ចឹងបានមែនមានតែ x y z ពិតជារបស់ s1 បូក s2 មែនអញ្ចឹងគ្រាន់តែចង់ដឹងថានឹងវាមានចម្លើយអត់វាសកម្មូលនឹងអានេះមានចម្លើយអត់ហើយសមីការរៀងជា Mathi បងមើលអានេះលោកគ្រូតាំងដោយ a អានេះ x អានេះ b សមីការរៀង Mathi វាមានចម្លើយលុះត្រាតែម៉េចវាយ៉ាងនេះបងទាញរក x បានលុះត្រាតែម៉េច x ស្មើ a ដក1គុណនឹង b បានលុះត្រាតែម៉េច terminal ខុសពី0បាទលុះត្រាតែ determinant ខុសពី0បានវាមាន Mathi ចាស់ហ៎អញ្ចឹងនៅក្នុងករណីនេះដើម្បីដឹងថាមាន alpha អត់គឺបងគ្រាន់តែ check determinant នៃ a មកបាទ copy នេះឡើងវិញអូខេបង determinant ហ្នឹងយើងកណិតធម្មតាមកដក1ដក2 1អានេះយកបូកនេះ0នេះ1នេះ3អញ្ចឹងបងកណិតវាអានេះដក3ដក3ទៀតវាដក6អានេះលើដក1អញ្ចឹងចេញ6ខុសពី0អញ្ចឹងមានន័យថាម៉េចគ្រូតាំងអានេះទៅផ្កាយហើយ equation ផ្កាយ has solution យើងអត់សំខាន់វាស្មើប៉ុន្មានទេព្រោះបងមិនមែនរក coordinate អីទេយើងគ្រាន់តែចង់ដឹងថាវាមានចម្លើយឬមិនមានចម្លើយអានឹងគ្រូបញ្ជាក់ម្ដងទៀតមូលហេតុកាលណាសមីការនឹងមានចម្លើយមានន័យថា v នឹងអាចសរសេរទៅជារាងអញ្ចឹងបានកាលណា v អាចសរសេរទៅជារាងអញ្ចឹងបានមានន័យថា v នឹងក៏វាជារបស់ s1 បូក s2 ដែរនាំឲ្យ v ដែលរៀងធាតុវា x y z ហ្នឹងក៏របស់ s1 បូក s2 ដែរដូច្នេះមានន័យថា v ហ្នឹងវានៅក្នុង s1 បូក s2 បងចាំអាវិធីសាស្ត្រស្រាយសំណុំមួយនៅក្នុងសំណុំមួយទៀតគេធ្វើអញ្ចឹងដែលលោកគ្រូរំលឹកទូទៅកន្លែងនេះបងចង់ស្រាយអានេះនៅក្នុងអានេះគឺចាប់ផ្ដើមធាតុទូទៅណាមួយរបស់នេះបងព្យាយាមស្រាយថាធាតុ v នឹងដដែលក៏ជារបស់អានេះដែរបើស្រាយបានអញ្ចឹងបាននិយាយសន្មតថាអញ្ចឹងប៉ុន្តែរបស់យើងចង់បង្ហាញថាវាស្មើគ្នាតែអាទិសដៅមួយជាងទៀតបងបាន direct ដោយសារ v ដឹងថាវាធំជាងគេហើយអញ្ចឹងអានេះដឹងនៅក្នុងអានេះវិញឯងដូច្នេះបងអាចឆ្លើយបានតែម្ដងបាទដាស់ពីរដង therefore អញ្ចឹងទៅ v ស្មើនឹង s1 បូក s2 ឥឡូវយើងសួរថា direct sum វាជា direct sum អត់លក្ខខណ្ឌទី1 dimension វាផ្ទៀងផ្ទាត់ហើយលក្ខខណ្ឌទី2ក៏ផ្ទៀងផ្ទាត់ទៀតអញ្ចឹងនាំឲ្យ v ហ្នឹងគឺវាជា direct sum រវាង s1 និង s2 មើលយើងមានជាសំណួរអីតាក់ទងជាមួយនឹង direct sum របស់យើងអូខេអត់មានអីទេអញ្ចឹងបាទរូបអានេះគឺជារូបមន្តឈ្មោះវា Grassmann formula
dimension នៃ S1 បូក S2 ស្មើ dimension នៃ S1 បូកជាមួយ dimension S2 ដក dimension នៃប្រសពហើយបើនេះគឺជាទ្រឹស្បត់ដែលយើងសង្ខេបមិញ V ជា direct sum រវាង S1 និង S2 លុះត្រា dimension ស្មើគ្នាហើយនឹងផ្ទៀងផ្ទាត់លក្ខខណ្ឌនេះមួយទៀតប៉ុន្តែគ្រូអានេះគ្រាន់តែដាក់នៅលើរបស់យើងមិនសរសេរពីរទន្ទឹមគ្នាប៉ុន្តែអានឹងយើងមានខាងលើមិញតោះមើលមានជាសំណួរទៀតលោកគ្រូកន្លែង dimension S1 ប្រសព S2 នេះយើងរកតាមណាទៅបងរកសំណុំ S1 ប្រសព S2 សិនបងរកសំណុំនេះឲ្យឃើញសិនហើយបានគណនា dimension របស់វារកសំណុំនឹងឲ្យឃើញដើម្បីរកសំណុំប្រសពគ្នាបងតាំងធាតុ x1 របស់វាហើយបងត្រូវដឹងថា x1 របស់ប្រសពមានន័យថាវាត្រូវរបស់សំណុំនីមួយៗបាទអានឹងលក្ខណៈរកសំណុំប្រសពទូទៅកាលណារបស់ប្រសពវាត្រូវរបស់ S1 ផងអានេះគឺត្រូវរបស់ S2 ផងហើយដោយសារ S1 S2 ឲ្យមកអញ្ចឹងអាសមីការនេះពីរនេះបងស្គាល់ដើម្បីដោះស្រាយរក x អញ្ចឹងរក x ឃើញមានតែបងរក S1 ប្រសព S2 ឃើញយើងអាចមើលឧទាហរណ៍បន្ថែមទៀតដោយសារអានេះគឺជាចំណុចបន្ទាប់ទៀតវាចូល section ថ្មីអញ្ចឹងហើយអានេះមិញដោយលោកគ្រូថាអញ្ចឹងដូចអ្វីដែលលោកគ្រូសង្ខេបអញ្ចឹងគ្រាន់តែនេះសរសេរទៅជា p សំណុំរបស់យើងគឺសង្ខេប p សំណុំប្រហែលជាយើងត្រូវមើលទេអីទីទួចវាមានលំហាត់នឹងស្រាប់លោកគ្រូខ្ជិលគិតម្ដងទៀតរបស់យើង PD3នៅខាងណាចេះបាទនេះ nói chuyệnមែនតើtrong file នេះអត់ចេញមិនមែនជា file PDF ទេនេះ file PDF តាអូខេយើងបាក់ក្នុងនេះទៅដល់បាទយើងមើលឧទាហរណ៍នៅក្នុងមេរៀនរបស់យើងអូខេកែអស់អីនៅវាយើងដល់ណាខ្លះហើយបាទទាំងអស់នេះសិតតែដូចឧទាហរណ៍ដែលយើងធ្វើមិញយើងមើលតកតងជាមួយ direct sum ចាប់ពីធម្មតា25មកអូខេ25មកបាទអានេះមិញដូចគ្នាបែបបត់ដែលលោកធ្វើមិញអានេះគឺជាការស្រាវទិសបទអូខេឧទាហរណ៍28ចា៎
ok tỏ giờ mơ thiên lùm hạt dương này vô cái ao vector space v và dương chia air cap dương phong thật đằng ngay thà dimension air cap smart buồn cái tăng vector abc hồ đỏ cứ phần này clear top f cứ chia subspace để span để xa abc nó đấy được hữu sinh khai bằng f span đây xa abc để abc phổ biến hàng lưới d span đây xa de sum lũ ấy cái cầm nốt basis how basic bỏ f nên d và to mất tiền họ dimension của việc nằm với họ basis lưu ta để phone đăng tha vi cái đăng tha vía đã họ đâm bây họ basic lutra tại vì span hay linearly independent chẳng là bên ấy cái phép thay vì span hay bây vì tới span để abc và tại bây nâng vì linearly independent nó không đăng ấy nhưng mà toàn đăng toàn như và chẳng nơi không tư sẽ bọn mũi đại phone miền nơi không mê hiển cái tha bảo sân cho phone miền vector chẳng trong đăng là na linearly independent phone vô vì một đại châu không mà tí hai bầm lai rồi làm form chúa đây dinosaur copy số là năng linearly independent toàn này bảo sân nên là không muốn của toàn miền u thì họ rồi còn lựa chia từ thì bọt hay admin lựa u thì họ còn trăm việc tên này vì bố sự mặt cam nó không lùng hát với ai sinh sinh cái này chẳng p là cái u thì họ môi ní cuộc xong chủ môi năng tư thì bọt dương tới trăm lẹ cái nạn tu tơi vào việc đây là khu nâng này dây vào tiền ok tỏ còn mới mà đòn tiết nơi không sum nuốn ấy cái xu hộp basis và ta để vô mà đây basis vì thời span hay linearly independent và đây là span nó dựng đăng ấy và đây hưởng là bay nâng linearly independent nó dương uppercut đấy nhưng nơi không tư thì bot cái chai hình trẻ bảo sân chỉ ở vector nâng vô viên mà đã chua đây hai bồng lái với chỉ riêng rồi lòn form chua đây để copy số nâng linearly independent đó đấy chắc dương một lại rồi làm form thật giờ mới dương ở trong bài sẽ này tiệt đấy rồi làm form con thua này tranh số tp ní phong và con chia cái lp tại chỉ lp độ pi đòn al mùi chẳng ấy em chẳng này số này bay này độ pram nên em phong quân là lên độ pi hay mình bầu chua đây tìm đọt p ở chua đây thì bay ní ôn thời xe al7 thì chỉ al7 đọ bay đong chua đây thì mũi nên em con là lớn được đọ 7 chẳng này số anh ấy có mũi anh ấy mà con đọ bay anh ấy thì tôi chỉ đọ 4 đọ 5 đọ 10 mũi toán ọc nữa toán nó con thua anh ấy tranh mũi anh ấy tranh số ba lúc thường chân cái này là cô bầm lại nhà này ở trên mùi tí đỏ mùi bấy xấu anh ấy là cô tục trái tỏ nó con thua này trên xấu con albay thì chỉ albay đỏ pi đỏ ăn mùi chẳng này xấu con anh ấy đang đỏ pi này hả này mảnh và này tôi đọ vào môi vậy ta con là này mảnh cứ đỏ pi chẳng là đỏ mùi đỏ pi thì đỏ vậy chẳng là đây người ta chia sâu này chẳng ấy nha ok chẳng cái lại này anh á chỉ bây giờ bỏ em mùi còn chám cái nào phong một lại chia rồi làm phong cặp ấy anh ấy ở toàn rồi làm phong thế mới phải đây còn là chai đừng bay máu việc lại từ chỉ lệnh mũi chân rồi làm form này được chứ đấy cô đại bao nhiêu họ bây giờ con bạch chạy ngon về PA con còn là đăng tha ta bẩm án vector đại copy zone và to pi zero làm form hỏi trong con tục nâng có so pi vector copy zone con chạy ở đây nâng bấy có so pi vector nâng copy zone chẳng vector đại copy zone nó vì chia basis và đấy to pi bẩm lại chỉ rồi làm form
3 ហើយនឹង0 0 3 5អានឹងជា basis សម្រាប់ f របស់យើងមិន f មួយធ្វើដូចគ្នាដល់ពេលគេឲ្យរក basis របស់ z ដែរអញ្ចឹង z វា span ដោយសារ d ហើយ e អញ្ចឹងបងដាក់ d ហើយ e ចូលគ្នាហើយបំលែងទៀតអញ្ចឹងយើងមើល d របស់យើង1 2ដក4 11 របស់យើង2 4ដក5 14 Đừng có mà nước đo cùng bậy đó tụi mình phèn nữa này. បាទនេះនៅដក8ដែរអូខេតោះបំលែង roll form អានេះបងគុណនឹងដក2 0 0គុណនឹងដក2វាឡើង8បូកអានេះសល់3គុណជាមួយដក2អានេះវាឡើង22ដក22ដក22អានេះវាសល់ដក 10 បាទអញ្ចឹងព្រោះមើលអា2 vector នេះខុសពី0ទៀតណាអញ្ចឹងនាំឲ្យ B2 ដែលជា basis របស់ Z គឺbasis for Z បងប្អូនទាញរក dimension វានីមួយៗហើយ dimension f ស្មើប៉ុន្មានហើយ dimension y ស្មើ2 ដូចគ្នាអូខេដល់ពេលសំណួរ B គេសួរថាតើ f ស្មើ z អត់ចាំទេនៅសំណុំ2នៅក្នុងគ្នាម្នាក់ម្ដងបងប្អូនធ្វើម៉េចសំដៅសំណុំ2ស្មើគ្នាគេត្រូវធ្វើម៉េចស្រាយថាវានៅក្នុងគ្នាម្នាក់ម្ដងអូខេប៉ុន្តែនៅពេលដែលរវាងស្រ័យគេធ្វើម៉េចបាទនេះរៀងវែងតិចប៉ុន្តែបាទលោកគ្រូបន្ថែមបញ្ចប់មកដើម្បីស្រាយសំណុំ2ស្មើគ្នាសំណួរ B លោកគ្រូសេឡើងវិញគេសួរថាតើ f ស្មើ z អត់អញ្ចឹងដើម្បីស្រាយសំណុំ2ស្មើគ្នាបងត្រូវស្រាយ z នៅក្នុង f នៅក្នុង z ហើយនឹង z នៅក្នុង f វិញនៅក្នុងគ្នាម្នាក់ម្ដងបងប្អូនថាវាស្មើគ្នាធ្វើម៉េចបានដឹងសំណុំមួយនៅក្នុងសំណុំមួយបងតាំងធាតុមួយរបស់ f ត្រូវស្រាយចេញធាតុនោះរបស់ z ដល់ពេលផ្ទុយមួយវិញបងតាំងធាតុទូទៅរបស់ f ត្រូវស្រាយធាតុទូទៅនោះរបស់សំណុំតាំងធាតុទូទៅណាមួយរបស់ z អូនត្រូវស្រាយធាតុនោះរបស់ f បានយើងឆ្លើយថា z នៅក្នុង f ប៉ុន្តែឥឡូវសមត្ថកម្មយើងស្គាល់ basis របស់ f basis របស់ z អញ្ចឹងបងត្រូវស្រាយថាម៉េចយើងមើលកន្លែងនេះបងគ្រាន់តែសរសេរចេះគ្រប់គ្រាន់លោកគ្រូតាំងអានេះ v1 អានេះ v2 ហើយអានេះដុំទៅ v1 ប៉ុន្តែបងប្អូនមើលអានេះដូច v2 វាដូចគ្នាបេះបាត់អញ្ចឹងនៅក្នុងករណីនេះលោកគ្រូគ្រាន់តែស្រាយថាដើម្បីស្រាយថាពីរនេះស្មើគ្នាយើងគ្រាន់តែយក basis របស់វាមកបំលែងហើយបើសិនជាបំលែងទៅវាសល់តែមកជួរដេកឬក៏សល់តែធាតុរបស់ basis ណាមួយអានឹងបានតែវានៅក្នុងគ្នាម្នាក់ម្ដងអូខេលោកគ្រូសរសេរចេះឲ្យយើងយល់ហើយនឹងចាំពីរបៀបដែលត្រូវហៅបងដាក់ធាតុ basis របស់ B1 បងដាក់ធាតុ basis របស់ S សំទោស0 0 3ដក8បន្តមកទៀត basis របស់ F2 1 2ដក4ដក1អូនដាក់ធាតុរបស់អានេះឧទាហរណ៍យើងសេទូទៅហ្មងឧទាហរណ៍យើងអត់សំខាន់ដូចគ្នាឬក៏ខុសគ្នា
ចឹងបងដាក់ធាតុទាំង basic របស់ f basic របស់ j ចូលគ្នាហើយបំលែងវាជា Roy-Lawn form តើបំលែងយើងឆ្លើយមិនយើងមើលអានេះលោកគ្រូសេត្រែអានេះបងយកដកមួយអាទី1អានេះបើសិនជាបងមើលយើងចង់សេត្រែសិនក៏បានបន្ទាប់មកទៀតបងបំលែងមកតង់ទៀតចឹងអានេះបងយកបូកជាមួយអាទី2 0 អី 0អានេះបងយកដកអាទី2ដែរ0 0អញ្ចឹងបងចាំកាលណាបងស្គាល់ basis របស់អាសំណុំទាំងពីរចង់ថាវាស្មើគ្នាអត់បងយកវាដាក់ជួរដេកមកហើយបងបំលែងបើសិនជាអាជួរដេកចុងក្រោយវាសល់តែ basis របស់អាណាមួយដូចរបស់យើងឯងសល់តែ basis ដែលជា basis របស់ f ទេអញ្ចឹងបងឆ្លើយតែម្ដងថា f នឹងហើយនឹង j នឹងគឺវាស្មើគ្នាហើយបើបងចង់យល់ពីអត្ថន័យវាគឺមានន័យថាអញ្ចឹងកាលណាអានេះបំលែងមក0ណានោះមានន័យថា vector នេះឧទាហរណ៍គ្រូសេកន្លែងនេះកាលណាបងបំលែងមកជួរដេកនឹង0ធៀបមកលើអត្ថន័យមានន័យថា vector ហ្នឹងមានចំនួនថេគុណជាមួយលើបាទបាត់សម្លេងនេះអាលើនេះ1 2 ដក 1 3ហើយបូកមួយចំនួនថេគុណអានេះ0 0 3 ដក 8តោះនេះកាលណាជួរដេកនេះ0ពេលអានេះបំលែងមកចេញ0ចុងក្រោយចេះមានន័យថាvector នេះvector ដែលជួរដេក0ហ្នឹងអាចស្មើនឹងចំនួនថេគុណមួយ vector ទី1គុណចំនួនបូកចំនួនថេគុណនឹង vector ទី2អញ្ចឹងមានន័យថាម៉េចមានន័យថាអាហ្នឹងវានៅក្នុង B1 ដែរពីព្រោះកាលណាសំដៅអាហ្នឹងមានន័យថាធាតុហ្នឹងគឺវាជារបស់ f ដែរពីព្រោះរបស់ f basic របស់វាអញ្ចឹងកាលណាអាធាតុនេះអាចទៅសេទៅជាផលបូករបស់អាហ្នឹងមានន័យថាអាធាតុនេះក៏វាជារបស់ f ដែរហើយបងធ្វើដូចគ្នាអាជួរដេកនេះបងបំលែងទៅវា0ដែរអញ្ចឹងមានថានេះក៏នៅក្នុង f ដែរពីព្រោះអានេះវាទៅសេទៅជាធាតុរបស់ basic របស់ f បូក basic របស់ f អញ្ចឹងអានេះនៅក្នុង f អានេះនៅក្នុង f ហើយដោយសារអាពីរនេះជា base របស់ j អញ្ចឹង clear នេះបានន័យថា j នៅក្នុង f បងបានអានេះមួយដល់ពេលបងចង់បង្ហាញថា f នៅក្នុង j វិញបងគ្រាន់តែយកអាពីរនេះដាក់ទៅលើអាពីរនេះដាក់មកក្រោមហើយបំលែង Roy-Lawn form ប៉ុន្តែបំលែង Roy-Lawn form វាអត់សំខាន់ជួរដេកណាលើក្រោមទេចុងក្រោយបងនៅសល់2ជួរដេកដូចគ្នាហ្នឹងអញ្ចឹងបងប្អូនយកអាពីរដាក់នេះដាក់លើក្រោយបងបំលែងមកអាពីរនេះនៅក្រោម0វិញអញ្ចឹងមានន័យថាអាធាតុ2អានេះជាធាតុរបស់ j នេះវិញអានេះបងស្រាយវាជាធាតុរបស់ j វិញអញ្ចឹងចុងក្រោយបងនឹងបាន f នៅក្នុង j វិញអញ្ចឹងអានេះគឺជាហេតុផលវែងឆ្ងាយប៉ុន្តែបើយើងយល់តិចច្រើនបងចំណាំចង់បង្ហាញថាសំណុំពីរស្មើគ្នាតាមនិយមន័យវានៅក្នុងគ្នាម្នាក់ម្ដងមែនប៉ុន្តែបើបងស្គាល់ basic ត្រូវយក basic វាដាក់ក្នុងអាទីតែមួយមកបើបងបំលែងហើយសល់តែ basic របស់អាណាមួយអាហ្នឹងបានន័យថាវាស្មើគ្នាតែម្ដងតោះនេះចឹងតោះមើលមានសំណួរអីទៅរកមេរៀនយើងឡើងវិញក្នុងពេលដែល vector basic របស់ v ហ្នឹងវាមានអា vector ហ្នឹងវាខុសគ្នាវាករណីវាដូចអា vector ទី2វាអា0 0 3ដល់ 8ហ្នឹងវាអត់ដូចគ្នាអញ្ចឹងដល់ពេលយើងដាក់វាទៅជាដាក់វាទៅជា matrix តែមួយហើយដល់ពេលយើងធ្វើ Roy-Lawn form ទៅអាពេលជួរដេកហ្នឹងយើងទៅធៀបអាណាព្រោះបើករណីវាខុសគ្នាព្រោះទៅក្នុងការសិក្សា Roy-Lawn form បងមិនមែនសំខាន់ថាវាដូចគ្នាខុសគ្នាសំខាន់ជាងគេចុងក្រោយយើងទៅសេចេញ Roy-Lawn form អញ្ចឹងអានេះលេខប៉ុន្មានបងស៊ីសងជាក់ស្ដែងតែឧទាហរណ៍នេះគេឲ្យមកលេខផ្សេងបងស៊ីសងឲ្យវាតើចេញ0ឬចេញ0អត់តែមិនសំខាន់តែដូចអានេះណាបងចង់ដាក់នឹង7អានេះ5បងស៊ីសងធម្មតារឿងវាចេញ0ឬមិនចេញ0អត់បញ្ហាណាសំខាន់ជាងគេគឺ Roy-Lawn form អត់ទៅចុងក្រោយឧទាហរណ៍បងដាក់នេះ5
នេះ10អញ្ចឹងពេលអានេះស៊ីសមកអូនប្រកាសជាដាក់នេះ5 10សិនទៅដែរអញ្ចឹងពេលនេះបងមិនស៊ីសមកទី2ឬវាចេញអីអត់សំខាន់ណាសំខាន់ជាងគេគឺយើងស៊ីសរក land form អញ្ចឹងបងប្រកាសជាសេ L4 ទៅ L4 ដល់3លើ5 L2 អញ្ចឹងអានេះទៅជាចេញលេខប៉ុន្មានផ្សេងមកអានេះបងគុណនឹង5លើ3ហើយបូកអានេះឧទាហរណ៍លំតាន A មួយមកអញ្ចឹងស្រោកមកហើយអានេះខុសពី0បើបងមើលពេលដែលវាចេញប៉ុន្មានក៏ដោយលើក្រោយបងចែកនឹង A ហ្នឹងមកអានេះវាចេញលេខប៉ុន្មានហើយចេញលេខ1ហើយប្រែសំណួរគឺសួរថាតើបើសិននៅក្នុងករណីអញ្ចឹង f និង z ស្មើគ្នាអត់ទេ ស្មើគ្នាលូត្រាតែមិនមិញលូត្រាតែតម្លៃមកសល់តែ basis អាណាមួយឥឡូវបើវាសល់អានេះមួយទៀតហើយបងដូរជួរដេកទី2ទី3ទី4ទៅអញ្ចឹងវាសល់តែ3ជួរដេកអញ្ចឹងដែល3ជួរដេកហ្នឹងមិនមែនចាប់ basis របស់ f ហើយក៏មិនមែន basis របស់ z ណាអញ្ចឹងក្នុងករណីអញ្ចឹងអានេះវាអត់ស្មើគ្នាអូមែន បាន vector នឹងម៉ានហើយម៉ាននេះសំខាន់ជាងគេបំលែងយក land form មកថាតើសល់ basis របស់ f ឬក៏សល់ basis របស់ z អត់អញ្ចឹងក្នុងករណីអញ្ចឹងគឺអត់ទេបាទគូលុបនេះទៅវិញមកច្រឡំតោះមានអីទៀតអូខេបើអត់អីទេយើងដូចជារឿងលើកមកហើយមកសងចាំមើលលោកគ្រូមើលការអភិសិនព្រោះស្អែកដូចជាលោកគ្រូឈប់ទៀតដែរទៅខេតដែរអត់ត្រូវទេក្រុមយើងស្អែកអូខេយើងសម្រាប់ប៉ុណ្្នឹងយើងជួបគ្នាពេលក្រោយ